ជំរាបសួរស្ដីបងថ្ងៃនេះគឺខ្ញុំមានវីដេអូមួយដែលនៅបង្ហាញបងពីវិធីងាយក្នុងការ boost follower TikTok ជាមួយនឹង website បង SMM សម្រាប់បងដែលទៅនឹងបង្កើត account TikTok ថ្មីឬក៏បងមាន account TikTok ស្រាប់ហើយបងចង់ឲ្យ TikTok របស់បងមានអ្នក follower ច្រើនបងអាចសាកល្បងធ្វើតាមវិធីនៅក្នុងវីដេអូមួយនេះបានហើយចំពោះវិធីធ្វើគឺអត់មានអីពិបាកទេបងដែលបងគ្រាន់តែ copy link account TikTok របស់បងហើយយកទៅផាសចូលនៅក្នុង website បង SMM គឺបងអាចបង្កើនចំនួន follower បានយ៉ាងច្រើនទៅតាមបំណងរបស់បងបានដូច្នេះហើយកុំឲ្យវីដេអូមួយនេះវែងពេកគឺខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងពីវិធីធ្វើតែម្ដងបងជាដំបូងបងអាចចូលទៅកាន់ Chrome ឬក៏ browser ណាមួយដែលមាននៅលើទូរស័ព្ទរបស់បងហើយបង search រក website ដែលមានឈ្មោះថាបង SMM ហើយបងនឹងឃើញមាន website របស់បង SMM នៅខាងលើគេបងអស់នេះបងអាចចូលទៅលើ website នឹងបានបងបន្ទាប់មកបងនឹងឃើញមានកន្លែងសម្រាប់បង sign up ឬក៏ sign in ចូលទៅក្នុង website នៅត្រង់កន្លែងនេះសម្រាប់បងដែលអត់ទាន់មានគណនីនៅក្នុង website បង SMM ទេបងអាចបង្កើតគណនីមួយដើម្បីចុះឈ្មោះចូលប្រើប្រាស់សេវាកម្មនៅក្នុង website បង SMM បានហើយសម្រាប់បងដែលមានគណនីនៅក្នុង website ហើយបងអាចចូលទៅបំពេញ username ក៏ដូចជា password របស់បងចូលនៅខាងក្រោមនឹងបានហើយបងក៏អាចចូលទៅលើពាក្យ sign in នៅខាងក្រោមនឹងបានបងបន្ទាប់ពីបងបានចូលមកកាន់ website រួចរាល់ជំហានបន្ទាប់នោះគឺតម្រូវឲ្យបងចូលជ្រើសរើសទៅលើ social media tool ណាមួយដែលបងចង់ចូលប្រើប្រាស់សេវាកម្មដែលនៅខាងក្រោមហ្នឹងគឺមាន social media tool ច្រើនមែនទែនបងគឺមានដូចជា tool Facebook YouTube TikTok ជាដើមបងដូចនៅក្នុងវីដេអូមួយនេះគឺខ្ញុំនឹងធ្វើការបង្ហាញជូនដល់បងពីការប្រើប្រាស់សេវាកម្មដែលទាក់ទងទៅនឹងការ boost follower TikTok ដូច្នេះហើយបងអាចចូលទៅលើ tool TikTok ដែលនៅខាងក្រោមហ្នឹងបានបងបន្ទាប់មកបងអាចអូសមកក្រោមហើយបងចូលទៅលើពាក្យថា category ដើម្បីចូលជ្រើសរើសសេវាកម្មនៅក្នុង category ហ្នឹងគឺមានសេវាកម្មច្រើនមែនទែនដែលទាក់ទងទៅនឹង TikTok គឺមានសេវាកម្មដូចជា TikTok video view TikTok like TikTok share TikTok comment TikTok save TikTok story view TikTok follower និង TikTok live stream view ជាដើមបងចង់ចូលប្រើប្រាស់សេវាកម្មមួយណាបងអាចចូលទៅលើសេវាកម្មមួយនឹងបានហើយសម្រាប់បងដែលចង់ចូលប្រើប្រាស់សេវាកម្មដែលទាក់ទងទៅនឹងការ boost follower TikTok បងអាចចូលជ្រើសរើសទៅលើសេវាកម្មដែលមានពាក្យថា TikTok follower បានបងនៅក្នុងនោះសម្រាប់សេវាកម្ម TikTok follower គឺមានច្រើនជម្រើសសម្រាប់ឲ្យបងជ្រើសរើសថែមទៀតបងអាចចូលជ្រើសរើសទៅលើសេវាកម្ម TikTok follower មួយណាក៏បានដែរបងហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើសេវាកម្ម TikTok follower មួយនេះបងនៅពេលដែលបងបានចូលជ្រើសរើសសេវាកម្មហើយបងអាចអូសមកក្រោមទៀតបានហើយបងអាចចូលទៅលើពាក្យថា serviceដែលនៅក្នុងនឹងផងដែរគឺមាន service ជាច្រើនប្រភេទសម្រាប់ឲ្យបងចូលជ្រើសរើសប្រើប្រាស់ទៅតាមតម្រូវការរបស់បងហើយរាល់ service ទាំងអស់គឺមានតម្លៃស្រាប់នៅលើនឹងតែម្ដងបងដែលមានតម្លៃខុសគ្នាតិចតួចទៅតាមប្រភេទរបស់ service នីមួយនឹងដូចគ្នាបងស្រឡាញ់ពេញចិត្តទៅលើ service មួយណាបងអាចចូលជ្រើសរើសប្រើប្រាស់ទៅលើ service មួយនឹងបានបងហើយសម្រាប់ខ្ញុំគឺខ្ញុំជ្រើសរើសទៅលើ service ដែលនៅខាងលើគេបងអស់នឹងតែម្ដងបងគឺជា service TikTok follower high quality profile ដែលមានតម្លៃសេវាកម្ម$1.13 សេនជាងនៅក្នុង1000 followerបន្ទាប់ពីបងបានចូលជ្រើសរើស service ហើយបងអាចអូសមកក្រោមទៀតបានបងហើយសម្រាប់នៅត្រង់កន្លែង